TPSL គឺយើងគ្រាន់តែចុចលើអាខ្សែបន្ទាត់បាយយើង entry យើងនឹងមកហើយយើងនឹងមាន TPSL នេះអញ្ចឹងយើងចុច SL មក SL នេះគឺយើងអាចកំណត់ទាញចេះហ្មងក៏បានវាងាយស្រួលអញ្ចឹងខ្ញុំដាក់ Comalo នេះបន្តិចអញ្ចឹងវានឹងចេញតម្លៃដែលយើងខាតហ្មងនេះ$80ជាង$87វា439 FIP ហើយ TP យើងចុចលើអា TP ពណ៌ខៀវនេះមកអញ្ចឹងយើងអស់ចង់ដាក់ត្រឹមណាឥឡូវនេះវា8អញ្ចឹងខ្ញុំថា102 160ជាង170 180ចឹងទៅត្រឹមនេះអញ្ចឹងត្រឹមហ្នឹងយើងចុចអាសញ្ញាព្រួយនេះគាត់ចុចវាមកហើយចុច modify មកគឺវារួចរាល់អញ្ចឹង TPSL ខ្ញុំរួចរាល់ហើយបើសិនជាយើងចង់វាឡើងទៅទៀតយើងចង់ set BE យើងទាញអានេះឡើងមកចេះមកត្រឹមនេះហើយយើងចុចសញ្ញាព្រួយទៅ modify ទៅមកតែខ្ញុំមិនតន់ set BE ទេខ្ញុំset ត្រឹម SL ត្រឹមនេះសិនអញ្ចឹងយើង modify មកគឺរួចរាល់ហើយអាហ្នឹងនៅក្នុង MetaTrader 5